ច្បាប់សិតតែបញ្ញត្តិមកពីនគរឋានសួគ៌ហើយសិតជាសុទ្ធតែជាអ្វីដែលយើងត្រូវដូរផ្លាស់ពីផែនដីដើម្បីសិក្សាព្រះទូលដើម្បីឲ្យបានចេះភាសាទៅនគរឋានសួគ៌ដូចយើងទៅអាមេរិកបើយើងទៅអាមេរិកបើយើងមិនចេះភាសាអង់គ្លេសទេយើងទៅក៏មិនដឹងបានអីដែរមិនដឹងនិយាយមួយណាតែបើយើងចេះភាសាអង់គ្លេសទៅតែបើយើងទៅនគរឋានសួគ៌យើងត្រូវចេះភាសាព្រះគម្ពីរណាភាសាព្រះបានយើងទៅបានយើងទៅសួរនិយាយពីគេនៅនគរឋានសួគ៌អញ្ចឹងច្បាប់នៅក្នុងព្រះគម្ពីរនេះគឺច្បាប់ថ្ងៃឈប់សម្រាកអានឹងច្បាប់ទី1ថ្ងៃឈប់សម្រាកគឺថ្ងៃទី7ស្ដាប់តាថ្ងៃបរិសុទ្ធទី2ក្រឹតវិន័យដល់ប្រកាសទី3ច្បាប់លោកមាច្បាប់លោកមាគឺស្ដីសង្គ្រោះនៅសញ្ញាថ្មីស្ដីសង្គ្រោះនៅសញ្ញាចាស់ច្បាប់លោកមាច្បាប់ធម្មជាតិគ្មានច្បាប់ធម្មជាតិយើងអាចយល់នៅតែបានទេគ្រប់អង្គការអ្វីៗនោះមានច្បាប់ថ្ងៃច្បាប់ធម្មជាតិឲ្យថ្ងៃដើរ24ម៉ោងទៅកាយអីនោះគឺច្បាប់របស់គេមានដើរដើម្បីឲ្យដើរបានហើយដើម្បីឲ្យលឹកក៏ទៅផែនដីបានតែសុខបានគ្មានច្បាប់ទេរបស់នោះធ្លាក់មកលើយើងមកហើយច្បាប់ធម្មជាតិច្បាប់រដ្ឋបាលយើងថ្ងៃដែលមានច្បាប់រដ្ឋបាលនៅក្នុងប្រទេសមួយដូចជាច្បាប់លោកឧស្សាហ៍និយាយហើយច្បាប់ព្រំទាន់ច្បាប់ឯណាការងារខាងប្រទេសជាតិមានច្បាប់ច្រើនខ្ញុំដឹងជាច្បាប់រដ្ឋបាលរបស់អង្គយើងនៅក្នុងចោទយដ្ឋានណាមានច្រើនច្បាប់រដ្ឋបាលសម្រាប់មើលច្បាប់តុលាការក៏ចេញពីខាងជួរណាច្បាប់មួយទៀតដែលសំខាន់បំផុតច្បាប់ថា40យប់40ថ្ងៃមិនជាច្បាប់អីច្បាប់40យប់40ថ្ងៃគឺជាច្បាប់មេត្តាខាងឯពលឹងវិញ្ញាណដូចជាណូអេ40យប់40ថ្ងៃនៅក្នុងនៅពេលដែលឆ្លងផុតពេលដែលគ្រប់ពីទឹកជំនន់ទឹកភ្លៀង40យប់40ថ្ងៃម៉ូសេ40យប់40ថ្ងៃនៅជាមួយព្រះនៅក្នុងហរ៉ាអញ្ចឹងមានច្បាប់40យប់40ថ្ងៃច្រើននៅក្នុងដែលព្រះអង្គបានប្រើសម្រាប់មនុស្សដែលព្រះអង្គត្រូវការថាច្រើនដែលធ្វើឲ្យយើងបានអញ្ចឹងបានន័យថាយើងចង់ឲ្យថាសេរីរុងរឿងនៃព្រះតែយើងស្គាល់សេរីរុងរឿងនៃព្រះទេសេរីរុងរឿងនៃព្រះបើយើងសេរីរុងរឿងយកតែមនុស្សម្នាក់ទៅបកស្រាយសេរីរុងរឿងរបស់ព្រះអង្គមកពីនេះដាក់ទៅប្រទេសគេអត់ទេសេរីរុងរឿងរបស់មនុស្សមកទៅនឹងតែអត់ទេយើងមើលមនុស្សយើងច្រើនណាស់នៅក្នុងសេរីរុងរឿងចលនាជោគយ៉ាងគឺអូតូម៉ាទិកមកប៉ុន្តែមានសេរីរុងរឿងនៅលើមេឃសេរីរុងរឿងនៅទឹកសេរីរុងរឿងនៅក្នុងផែនដីសេរីរុងរឿងនៅលើអ្វីៗរបស់ព្រះគឺពីស្ទាតែរៀនតាមនឹងអានយកមកប្រើឡើងហើយចេញជាចត់ផលខ្លះមុតសាស្ត្រដែលកើតមកតាំងពីមានភ្លើងប្រើរហូតដល់មានកំភ្លើងគ្រប់បែបមុខខ្ញុំសម្រាប់ធ្វើការនឹងសម្រាប់មនុស្សទេប៉ុន្តែមនុស្សការបង្កើតរបស់នឹងដើម្បីយកសម្រាប់មនុស្សវិញអានេះជាសេរីរុងរបស់ព្រះអង្គមកថាប្រាប់បើយកទៅប្រើការហើយនឹងគុណព្រះអង្គផងអញ្ចឹងអ្វីដែលតាមចេញមកនៅលើផែនដីទាំងប្រមាណទាំងសង្គ្រាមទាំងអីនេះបានមកទឹកមានលួនផងមានបានមកនោះគឺចេញពីព្រះគម្ពីរទាំងអស់ចេញពីព្រះគម្ពីរទាំងអស់កាលណាគេសិក្សាព្រះគម្ពីរសេរីរុងរឿងនៅនោះបានធ្វើឲ្យវិទ្យាសាស្ត្រនេះចម្រើនអាហ្នឹងហើយសេរីរុងរឿងអញ្ចឹងនៅក្នុងថ្ងៃនេះខ្ញុំចង់និយាយថាចង់ដើម្បីឲ្យបានទៅនគរឋានសួគ៌ទៅធ្វើយ៉ាងដូចនេះថាដើម្បីចូលទៅនគរឋានសួគ៌ក៏ឋ